បងគ្នាយើងមកអាប់ដេតព័ត៌មានពាក់ព័ន្ធទៅនឹងសមត្ថកិច្ចខណ្ឌទូកបាទខាត់ខ្លួនស្ត្រី2នាក់បាទម្នាក់ជាប្រពន្ធដែរករណីបង្កហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោសនឹងគួរសមបាទនៅក្នុងវីដេអូនេះយើងបានឃើញអីគឺស្ត្រីជាប្រពន្ធដើមបាននាំបពពួកជាពិសេសគឺទៅវាយគេដល់ផ្ទះថែមទៀតផងដែលធ្វើឲ្យមហាជនមួយចំនួនអ្នកខ្លះក៏គ្រប់គ្រងអ្នកខ្លះក៏មិនគ្រប់គ្រងអញ្ចឹងនៅថ្ងៃទី1ខែសីហាឆ្នាំ2025វេលាម៉ោងប្រហែលជា23:30នាទីកម្លាំងផ្នែកជំនាញនៃអធិការនគរបាលខណ្ឌទូកបានធ្វើការឃាត់ខ្លួនជនសង្ស័យបាទចំនួន2នាក់ពីបទហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោសប្រើដំបងបាទមូប្រើដៃនិងប្រើប្រាស់នៅរថយន្តម៉ាកទំនើបរត់ទៅដេញបំបុកជនរងគ្រោះដែលជាអតីតសង្សាររបស់ខ្លួនបណ្ដាជនរងគ្រោះរបួសជាច្រើនកន្លែងនិងខូចខាតរថយន្តទាំងមុខទាំងក្រោយតែម្ដងជនសង្ស័យទី1មានឈ្មោះថារីដាភេទស្រីអាយុ39ឆ្នាំជាជនជាតិខ្មែរមុខរបរលក់អគុយស្នាក់នៅផ្ទះលេខ Q3 ផ្លូវលេខ265ភូមិ3សង្កាត់ទឹកឡទី3ខណ្ឌទូកោរាជធានីភ្នំពេញទី2ឈ្មោះអឹងស្រីមុំភេទស្រីអាយុ45ឆ្នាំជាជនជាតិខ្មែរមុខរបរលក់ដូរដែលស្នាក់នៅផ្ទះលេខ428ផ្លូវព្រះសីហនុសង្កាត់ទួលស្វាយព្រៃទី2បាទខណ្ឌបឹងកេងកងរាជធានីភ្នំពេញជនរងគ្រោះមានឈ្មោះថាចាប់ចិន្តាភេទស្រីអាយុ40ឆ្នាំជាជនជាតិខ្មែរមុខរបរស្នាក់នៅផ្ទះលេខ 12A ផ្លូវលេខ36សង្កាត់ស្ទឹងមានជ័យទី2ខណ្ឌមានជ័យរាជធានីភ្នំពេញសម្រាប់រងការខូចខាតពាក់ព័ន្ធទៅនឹងរថយន្តបាទ Toyota Prius Series 2005ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ 2BF បាទ8730រងការខូចខាតផ្នែកខាងមុខនិងខាងក្រោយទាំងស្រុងតែម្ដងដោយសារតែជនសង្ស័យជាបពពួកចំនួន1នាក់ដែលជាភេទប្រុសបាទឥឡូវនេះគេខ្លួនបាត់ហើយបានជិះរថយន្ត Mazda ពណ៌សស្លាកលេខកម្ពុជាបាទ QLM TRA 9ជិះបំបុកពេលកាត់ហេតុនឹងតែម្ដងកង3ប្រើអគុយរបស់ប្រជាពលរដ្ឋចតនៅនឹងមុខកន្លែងកាត់ហេតុរងការខូចខាតផ្នែកខាងក្រោយទាំងស្រុងបច្ចុប្បន្នជនសង្ស័យខាងលើកំពុងតែឃាត់ខ្លួនជាបណ្ដោះអាសន្នដែលទៅកាន់នគរបាលខណ្ឌទូកោដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធីច្បាប់បងប្អូនយើងមួយចំនួនគាត់បាទគាំទ្រវាយទៅបាទវាយទៅហ្នឹងគឺរសារតែខាងស្រីលួចតាក់ទងប្រទេសគាត់តែបើយើងយកទៅតាមព័ត៌មានគឺគេហៅថាជាអតីតស្វាមីទៅវិញបាទអញ្ចឹងយើងក៏ដឹងថារឿងរ៉ាវនៅពីក្រោយខ្នងយ៉ាងម៉េចបាទបានជាអានេះមិនមែនអចេតនាណាបងប្អូននេះមិនមែនមកឃើញហើយយើងវាយអានេះគឺចេតនាគាត់គឺម្ដងគឺគាត់វាយយកតែម្ដងបាទហើយហិង្សាហ្នឹងគឺវាយគេដល់ផ្ទះទៅទៀតវាយគេចូលដល់ក្នុងផ្ទះអញ្ចឹងវាចូលជាហិង្សាយើងមិនគាំទ្រមានករណីបែបហ្នឹងទេក៏ប៉ុន្តែការប្រើប្រាស់ហិង្សាជ្រុះដល់ថ្នាក់វាយប៉ោងមុខប៉ោងមាត់យើងហ្នឹងគឺបាទច្បាប់គេនៅតែតាមច្បាប់អញ្ចឹងណាបាទយើងគ្រាន់តែជេរបចោឬក៏ប្រាប់បងប្អូនមហាជនហៅសារព័ត៌មានទៅ live ទៅថាណែចែបាទយើងកុំប្រើប្រាស់ជាហិង្សាវាយដំជាប់ធាក់បាទអាហ្នឹងយើងនឹងមានទោសជាប្រការដោយករណីបងប្អូននេះករណីចោលនៅពេលយើងចាប់បានចោលហើយយើងទៅវាយចោលបាទបើសិនជាចោលប្តឹងចោលមានមេធាវីយើងដែលជាអ្នកវាយហ្នឹងគឺយើងនឹងមានទោសបាទពីបទការប្រើប្រាស់អំពើហិង្សាដោយចេតនាតែម្ដងហើយស្ថានទម្ងន់ទោសយើងដឹងហើយគឺមានចែងទៅតាមច្បាប់អញ្ចឹងបងប្អូនគ្នាការប្រើប្រាស់អំពើហិង្សាទោះជាមានរឿងអ្វីក៏ដោយយើងកុំប្រើកំហឹងនៅពេលហ្នឹងឲ្យសោះបើសិនជាបងប្អូនប្រើកំហឹងនៅពេលហ្នឹងយើងនឹងស្ដាយក្រោយបាទជាប់ទោស1ឆ្នាំ2ឆ្នាំយើងខាតពេលវេលាច្រើនមែនតើដោយសារតែកំហឹងមកប្រើបើសិនជាការរស់នៅមិនចុះសម្រុងគ្នាហើយបាទយើងគួរតែមានការសម្របសម្រួលនិយាយគ្នាលែងលះគ្នាឬក៏ប្រើសន្តិភាពណាមួយជាមួយនឹងស្វាមីរបស់ខ្លួនទៅអញ្ចឹងរឿងរ៉ាវនេះគឺបាទបងប្អូនខ្លះក៏គាត់ពេញចិត្តអ្នកខ្លះក៏គាត់មិនពេញចិត្តបាទពេញចិត្តក៏ពេញចិត្តមិនពេញចិត្តក៏មិនពេញចិត្តអាហ្នឹងយើងបាទមានតែធ្វើទៅតាមច្បាប់ហ្នឹងឯង